បាទតោះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះព្រែកប្រាមេតាហ្វាមបាទឆ្លៀតចេញវីដេអូមួយបាទទី1ពាក់ព័ន្ធនឹងការសីកូនស្បុកហើយនឹងឡាំបាទមុននឹងយើងចេញខំបាទមុននឹងយើងចេញខំចង់ជម្រាបប្រាប់បងប្អូនថាជាទូទៅទម្លាប់ខ្ញុំបាទមុននឹងចេញខំគឺខ្ញុំតែងតែឡាំបាទគឺខ្ញុំឡាំកូនត្រីមើលដើម្បីចង់ដឹងពីភាពរវិះរវៃថ្មិញក៏ដូចជាស្បែករបស់ត្រីក្រឹមរបស់យើងបាទថ្ងៃនេះខ្ញុំឆ្លៀតចេញវីដេអូខ្លីៗទេហើយចង់បង្ហាញប្រាប់បងប្អូនថាត្រីដែលយើងសីវាមុនដេកបាទយើងឲ្យវាលេងមេមួយបាទមេមួយហើយយើងត្រៀមទឹកដេកតែម្ដងបងប្អូនបាទនេះហើយទឹកនេះក៏យើងទៅតែនឹងដូរដែរបងប្អូនបាទទឹកដូរចេញហើយយើងត្រៀមខំបាទត្រៀមចេញខំឥឡូវយើងឡើងសីមេតែបន្តិចទៅបាទឥឡូវខ្ញុំឡាំនេះបាទឡាំជាន់នេះជាមួយនឹងជាន់នេះហើយឡាំនៅក្នុងកែវនេះយើងថតបដាយើងមើលវាខំបដាបាទហើយទឹកនេះគឺខ្ពស់ដែរកែវនេះខ្ពស់ដែរបងប្អូនបាទហើយត្រីនេះគឺលេងប្រអប់មាត់បាទពីរនេះលេងប្រអប់មាត់ដូចគ្នាបាទហើយកូនត្រីខាងក្រោមនេះគឺយើងខំនៅថ្ងៃអាទិត្យបាទបងប្អូនការសីបងប្អូនធ្វើតែប៉ុណ្្នឹងទៅបាទនេះបងប្អូនអាចមើលថាវាអួតគ្នានៅខាងក្រោមចេះបងប្អូនបាទវាអួតគ្នានៅខាងក្រោមចេះឃើញទេបាទវាអួតគ្នាខាងក្រោមយ៉ាងហើយកម្ពស់ទូនេះគឺ8ទឹកបងប្អូនបាទអញ្ចឹងយើងបាទឲ្យវាអួតគ្នាខាងក្រោមអញ្ចឹងទៅហើយយើងបាទវាឡើងយកទឹកម្ដងគឺវាស្ទុះ2ដងបានដល់បាទកម្ពស់អញ្ចឹងយើងអាចនិយាយថាយើងសីដង្ហើមវាបានគួរសមហើយកាលណាយើងសីទូខ្ពស់ចេះត្រីយើងវាយអត់លិចទឹកទេបងប្អូនវាយអត់លិចទឹកទេបាទនេះគឺជាកលិះខ្លីៗហើយសម្រាប់លេខនេះជាលេខល្អបាទជាប្រភេទ grade A របស់ព្រែកប្រាបេតាហ្វាមបាទកំពុងនៅក្នុងទឹកម៉ែហើយយើងយកវាមហាថ្ងៃបងប្អូនបាទយកវាមហាថ្ងៃហើយបងប្អូនមើលនេះបាទនេះគឺគីឡូក៏ល្អបាទហើយខំល្អណាស់ស្បុកនេះបាទឥឡូវខ្ញុំធ្វើការបាទម៉ែវាហើយនឹងត្រៀមឡើងកែវហើយបងប្អូនបាទ13គ្រាប់បងប្អូនមើលនេះ13គ្រាប់អញ្ចឹងយើងមិនទាន់ដឹងលទ្ធផលយ៉ាងណាដោយសារតែមួយគាត់កំងច្រើនដែរឥឡូវយើងត្រៀមចេញប្រកួតស្អែកនេះទៀតហើយអញ្ចឹងយើងឡាំបាទយើងឡាំផ្លែមើលបាទនេះយើងសីបែបធម្មតាហើយมันមានគោទឹកมันមានអីទេបងប្អូនអត់មានទេអរគុណជួបគ្នានៅវីដេអូក្រោយបងប្អូនបាទ